ក្តៅសមត្ថកិច្ចបានបញ្ជូនខ្លួនបរិះដែលបង្កហិង្សាទៅលើម្ចាស់រថយន្តដោយការយល់ច្រឡំនោះទៅកាន់តុលាការហើយរឿងរ៉ាវនៃគ្រោះថ្នាក់ចរាចរណ៍មួយនៅកណ្ដាលរាជធានីភ្នំពេញបានคล้ายទៅជាមេរៀនដ៏ធំមួយសម្រាប់យើងទាំងអស់គ្នាបរិះម្នាក់ត្រូវបានគេជិះម៉ូតូដេញតាមស្ទាក់និងបានប្រើប្រាស់នៅអំពើហិង្សាដោយសារតែការយល់ច្រឡំថារូបគាត់គឺជាអ្នកបង្កគ្រោះថ្នាក់ក៏ប៉ុន្តែសំណាងល្អផុសតាំងពីកាមេរ៉ាសុវត្ថិភាពនៅក្នុងរថយន្តបានផ្លាស់ប្ដូរសាច់រឿងទាំងស្រុងតើរឿងពិតបានកើតឡើងដោយរបៀបណាហើយហេតុអ្វីបានជាយើងត្រូវផ្អែកទៅលើផុសតាំងមុននឹងប្រើអារម្មណ៍សម្រេចក្តីក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះមានករណីមួយដែលកំពុងតែទទួលបាននៅការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់បងប្អូនមហាជនទូទៅតាក់ទងទៅនឹងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលបានឈានទៅដល់នៅការប្រើប្រាស់អំពើហិង្សាដោយសារតែការយល់ខុសបើយោងតាមរបាយការណ៍បឋមរបស់សមត្ថកិច្ចហេតុការណ៍នេះបានផ្ដើមឡើងកាលពីវេលារំលងអាធ្រាត្រឈានចូលថ្ងៃទី20ខែសីហាឆ្នាំ2026នៅចំណុចស្តុបអនុវិទ្យាល័យចតុមុខលើមហាវិថីព្រះនរោត្តមកែងផ្លូវ214ក្នុងខណ្ឌដូនពេញមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងម៉ូតូម៉ាក Honda Dream មួយគ្រឿងដែលកំពុងតែបត់ឆ្លងផ្លូវត្រូវបានបុកជាមួយម៉ូតូម៉ាក Honda Beat មួយគ្រឿងទៀតដែលមានយុវជនជិះដូបគ្នានៅក្នុងល្បឿនយ៉ាងលឿនបុកយ៉ាងពេញទំហឹងហេតុការណ៍ដ៏អកុសលនេះបានបណ្ដាលឲ្យភាគីខាងម៉ូតូ Honda Dream បានបាត់បង់អាយុជីវិតខណៈពេលដែលយុវជនភាគីម៉ូតូ Honda Beat បានទទួលរងរបួសនេះគឺជាហេតុការណ៍ទី1ដែលជាករណីគ្រោះថ្នាក់ចរាចរណ៍សុទ្ធសាធរវាងម៉ូតូនិងម៉ូតូសាច់រឿងនេះបានប្រែប្រួលនៅពេលដែលមានបរិះម្នាក់ដែលត្រូវជាមិត្តភក្តិរបស់ជនរងគ្រោះខាងម៉ូតូ Honda Dream បានឃើញនៅហេតុការណ៍នោះភ្លាមដោយសារតែកំហឹងនិងការតក់ស្លុតរូបគេបានយល់ច្រឡំថារថយន្តម៉ាក Aeon មួយគ្រឿងដែលកំពុងតែបើកបរនៅក្បែរនោះគឺជាអ្នកបុកមិត្តភក្តិរបស់ខ្លួនហើយបានព្យាយាមបើករថគេចដោយផ្អែកទៅលើការសន្និដ្ឋានភ្លាមរបស់ខ្លួនបរិះរូបនេះបានជិះម៉ូតូដេញតាមរថយន្តនោះរហូតទៅដល់ចំណុចស្តុបបូកូនៅលើមហាវិថីម៉ៅសេតុងកែងនឹងមហាវិថីព្រះមុនីវង្សក្នុងខណ្ឌបឹងកេងកងទើបស្ទាក់ខាត់រថយន្តនោះបាននៅពេលដែលស្ទាក់រថយន្តបានប្រភពបានបញ្ជាក់ថាបរិះជាជនសង្ស័យរូបនោះបានស្រែកឆោឡោនិងបង្កហិង្សាដោយមានការទាត់ធាក់រថយន្តបង្កឲ្យរងនៅការខូចខាតនៅពេលនោះជនរងគ្រោះដែលជាម្ចាស់រថយន្តមានឈ្មោះថាស្រីបូយ៉ាមានអាយុ37ឆ្នាំបានចុះពីលើរថយន្តដើម្បីសួរនាំនិងពន្យល់ប្រាប់អំពីហេតុផលក៏ប៉ុន្តែផ្ទុយទៅវិញរូបគាត់ត្រូវបានជនសង្ស័យប្រើប្រាស់នៅអំពើហិង្សាវាយប្រហាររហូតដល់រងរបួសដែលបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ភ្លាមចំណុចរបត់ដ៏សំខាន់បំផុតនៅក្នុងរឿងនេះគឺនៅពេលដែលម្ចាស់រថយន្តរងគ្រោះបានសម្រេចចិត្តបើកកាមេរ៉ាសុវត្ថិភាពដែលបំពាក់នៅក្នុងរថយន្តរបស់គាត់បង្ហាញជូនដល់សមត្ថកិច្ចនិងភាគីពាក់ព័ន្ធវីដេអូនេះបានបញ្ជាក់យ៉ាងច្បាស់និងមិនអាចប្រកែកបានថាគ្រោះថ្នាក់ដែលបានបណ្ដាលឲ្យមានអ្នកស្លាប់នោះគឺផ្ដើមចេញពីម៉ូតូបុកជាមួយម៉ូតូពិតប្រាកដមែនហើយរថយន្តរបស់គាត់មិនមានការជាប់ពាក់ព័ន្ធនៅក្នុងការបង្កគ្រោះថ្នាក់នេះតលតែសោះផុសតាងមួយនេះបានជួយសម្អាតនៅភាពស្អាតស្អំរបស់គាត់បានភ្លាមក្រោយពីការពិតត្រូវបានបង្ហាញឯកឧត្តមសេនាជួននរិនស្នងការនគរបាលរាជធានីភ្នំពេញបានចាត់កម្លាំងជំនាញចុះស្រាវជ្រាវនិងចាត់វិធានការភ្លាមករណីនេះត្រូវបានបំបែកជាពីរទី1គឺគ្រោះថ្នាក់ចរាចរណ៍ដែលផ្នែកចរាចរណ៍កំពុងបន្តនីតិវិធីនិងទី2នោះគឺបទល្មើសព្រហ្មទណ្ឌតាក់ទងទៅនឹងការប្រើប្រាស់អំពើហិង្សានិងធ្វើឲ្យខូចខាតនៅទ្រព្យសម្បត្តិដោយចេតនានៅរសៀលថ្ងៃទី22ខែសីហាឆ្នាំ2026នេះកម្លាំងជំនាញនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានបញ្ជូនខ្លួនជនសង្ស័យដែលមានឈ្មោះសម្បត្តិកំសត់មានអាយុ26ឆ្នាំទៅកាន់សាលាដំបងរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមនីតិវិធីនៃច្បាប់បាទប្រិយមិត្តពុកម៉ែបងប្អូនជាទីគោរពបើក្រឡេកមកមើលអំពីព្រឹត្តិការណ៍នេះដោយផ្អែកទៅលើព័ត៌មាននិងភស្តុតាងដែលយើងទទួលបានវាមានចំណុចសំខាន់មួយចំនួនដែល
ដែលបងប្អូនមហាជនគួរលើកយកមកពិចារណាដោយមានការប្រុងប្រយ័ត្នចំណុចទី1នោះគឺហានិភ័យនៃការសម្រេចចិត្តនៅក្នុងស្ថានភាពស្លន់ស្លោបើតាមចិត្តសាស្ត្រទូទៅនៅពេលដែលមនុស្សម្នាក់បានឃើញមនុស្សជាទីស្រឡាញ់ឬក៏មិត្តភក្តិជួបនៅគ្រោះថ្នាក់អារម្មណ៍របស់ពួកគេតែងតែច្របូកច្របល់ការសន្និដ្ឋានភ្លាមដោយគ្មានភស្តុតាងអាចប្រែក្លាយយើងពីអ្នកដែលកំពុងតែមានទុក្ខទៅជាជនសង្ស័យដែលបំពានច្បាប់ទៅវិញដោយករណីយុវជនខាងលើនេះជាដើមការដេញតាមស្ទាក់និងការតាំងខ្លួនជាអ្នកកាត់ក្តីតាមដងផ្លូវនោះគឺជារឿងខុសច្បាប់ទាំងស្រុងចំណុចទី2នេះគឺជាការគូសបញ្ជាក់ជាថ្មីម្ដងទៀតអំពីតម្លៃនៃកាមេរ៉ាសុវត្ថិភាពយានយន្តនៅក្នុងស្ថានភាពដែលគ្មានសាក្សីច្បាស់លាស់ឬក្នុងពេលដែលមហាជនកំពុងតែមានកំហឹងវីដេអូគឺជាសាក្សីរស់ដែលស្មោះត្រង់ជាទីបំផុតបើសិនជាម្ចាស់រថយន្តខាងលើมันមានកាមេរ៉ាសុវត្ថិភាពទេនោះគាត់ប្រហែលជាត្រូវចំណាយពេលវេលាយូរដើម្បីបញ្ជាក់អំពីភាពស្អាតស្អំរបស់ខ្លួនហើយរឹតតែអាចប្រឈមទៅនឹងការវាយប្រហារធ្ងន់ធ្ងរជាងនេះពីសំណាក់មហាជនដែលមិនបានដឹងការពិតទី3ចំណាត់ការរបស់សមត្ថកិច្ចនៅក្នុងករណីនេះបានបង្ហាញអំពីការអនុវត្តច្បាប់ដោយបែងចែកបទល្មើសដាច់ស្រឡះពីគ្នាការបំបែកករណីគ្រោះថ្នាក់ចរាចរណ៍ដោយឡែកនិងករណីហិង្សាព្រហ្មទណ្ឌដោយឡែកបានបង្ហាញឲ្យឃើញថាអាជ្ញាធរមិនយកការយល់ច្រឡំមកធ្វើជាលេសដើម្បីលើកលែងការទទួលខុសត្រូវព្រហ្មទណ្ឌនោះទេក្នុងនាមជាអ្នកធ្វើអត្ថាធិប្បាយទៅលើព័ត៌មាននេះខ្ញុំសូមកោតសរសើរយ៉ាងស្មោះចំពោះភាពក្លាហាននិងការអត់ធ្មត់កម្រិតខ្ពស់របស់ជនរងគ្រោះដែលជាម្ចាស់រថយន្តបើទោះបីជាត្រូវរងនៅការស្ទាក់ផ្លូវរងនៅការវាយប្រហារនិងការបំផ្លាញទ្រព្យសម្បត្តិក្តីក៏លោកនៅតែរក្សានៅភាពស្ងប់ស្ងាត់មិនតបតដោយអំពើហិង្សាទៅវិញផ្ទុយទៅវិញលោកបានជ្រើសរើសនៅការដោះស្រាយដោយសន្តិវិធីតាមរយៈការបង្ហាញនៅភស្តុតាងច្បាស់លាស់ជូនដល់សមត្ថកិច្ចនេះគឺជាគំរូវីរភាពដ៏ត្រឹមត្រូវក្នុងការប្រឈមមុខទៅនឹងស្ថានភាពដ៏តានតឹងជាមួយគ្នានេះយើងក៏សូមកោតសរសើរដល់ចំណាត់ការដ៏ឆាប់រហ័សម៉ឺងម៉ាត់និងប្រកបដោយវិជ្ជាជីវៈរបស់កងកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ដែលបានចុះអន្តរាគមន៍ទាន់ពេលវេលានិងធានាបាននៅការអនុវត្តច្បាប់ដោយយុត្តិធម៌ចំណុចដ៏សំខាន់ជាទីបំផុតសម្រាប់ពួកយើងទាំងអស់គ្នានោះគឺការជៀសវាងឲ្យបានជាដាច់ខាតនៅការប្រព្រឹត្តបទល្មើសឬការប្រើប្រាស់អំពើហិង្សាដើម្បីដោះស្រាយបញ្ហាទោះនៅក្នុងកាលៈទេសៈណាក៏ដោយកំហឹងមួយឆាវមិនត្រឹមតែមិនអាចដោះស្រាយបញ្ហាបាននោះទេតែវាថែមទាំងបង្កើតបញ្ហាថ្មីដ៏ធ្ងន់ធ្ងរដល់ខ្លួនឯងនិងក្រុមគ្រួសារដោយដែលប្រសាសន៍របស់ថ្នាក់ដឹកនាំដែលតែងតែរំលឹកថាប្រទេសមានច្បាប់គ្រួសារមានវិន័យយើងត្រូវទុកចិត្តនិងប្រគល់តួនាទីស៊ើបអង្កេតជូនទៅដល់ស្ថាប័នមានសមត្ថកិច្ចសរុបជារួមមកវិញហេតុការណ៍នេះគឺជារឿងដ៏សោកសៅដែលបានបណ្ដាលឲ្យមានការបាត់បង់អាយុជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍ហើយក៏ជាមេរៀនប្រកបដោយតម្លៃតាក់ទងទៅនឹងការគ្រប់គ្រងកំហឹងក្នុងនាមជាក្រុមការងារសុភា Explain យើងខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតដល់ក្រុមគ្រួសារនៃសពដែលបានបាត់បង់សមាជិកគ្រួសារនៅក្នុងករណីនេះប្រសិនបើមាននៅការវិវត្តថ្មីពាក់ព័ន្ធទៅនឹងដំណើរការផ្លូវច្បាប់ទៅលើសំណុំរឿងទាំងពីរនេះយើងខ្ញុំនឹងបន្តធ្វើបច្ចុប្បន្នភាពជូនពុកម៉ែបងប្អូននៅពេលក្រោយទៀតសូមប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាបើកបរដោយការប្រុងប្រយ័ត្នយោគយល់អធ្យាស្រ័យនិងគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នាខណៈពេលនេះខ្ញុំបាទសូមអរគុណនិងសូមជម្រាបលា